សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំនៅក្នុងពិភពនៃការធ្វើអាជីវកម្មការដឹកនាំនិងការធ្វើការងារជាក្រុមបញ្ហាប្រឈមមុខធំបំផុតរបស់ប្រធានឬអ្នកដឹកនាំមិនមែនការស្វែងរកដើមទុនឬការរៀបចំផែនការយុទ្ធសាស្ត្រនោះទេប៉ុន្តែគឺការគ្រប់គ្រងមនុស្សតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាក្រុមហ៊ុនខ្លះបង់ប្រាក់ខែខ្ពស់តែបុគ្គលិកនៅតែធ្វើការទាំងបង្ខំចិត្តធ្វើឲ្យតែរួចពីដៃឬចាក់ចេញជាហូរហែផ្ទុយទៅវិញក្រុមហ៊ុនឬអ្នកដឹកនាំខ្លះបែរជាមានក្រុមការងារដែលប្រឹងប្រែងធ្វើការអស់ពីកម្លាំងកាយចិត្តទោះជាត្រូវស៊ូក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយភាពខុសគ្នានេះស្ថិតនៅលើបញ្ហាមួយម៉ាត់គត់គឺភាពស្មោះត្រង់និងការស្ម័គ្រចិត្តច្បាប់ឬបទបញ្ជាអាចបញ្ជាឲ្យមនុស្សមកអង្គុយធ្វើការបានប៉ុន្តែវាមិនអាចបញ្ជាឲ្យមនុស្សខិតខំប្រឹងប្រែងច្នៃប្រឌិតនិងលះបង់ដោយចេញពីបេះដូងបានឡើយខ្ញុំនឹងចែករំលែកនៅសិល្បៈនិងចិត្តសាស្ត្រដឹកនាំចំនួន6ជំហានដែលនឹងផ្លាស់ប្ដូររបៀបដែលអ្នកធ្វើការជាមួយមនុស្សធ្វើឲ្យពួកគេមិនត្រឹមតែធ្វើការឲ្យអ្នកដោយរីករាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងចាត់ទុកជោគជ័យរបស់អ្នកជាជោគជ័យរបស់ពួកគេទៀតផងមេរៀនទី1ការបង្កើតទំនុកចិត្តចាប់ផ្ដើមពីអ្នកដឹកនាំដើម្បីឲ្យគេស្មោះស្ម័គ្រត្រង់នឹងយើងត្រូវតែជាមនុស្សដែលគួរឲ្យទុកចិត្តជាមុនសិនទំនុកចិត្តគឺគ្រឹះនៃទំនាក់ទំនងគ្រប់ប្រភេទរាប់ចាប់ពីគ្រួសាររហូតដល់អង្គភាពអាជីវកម្មធ្វើជាគំរូនៃភាពស្មោះត្រង់បើអ្នកចង់ឲ្យបុគ្គលិកទៀងទាត់អ្នកត្រូវតែទៀងទាត់បើអ្នកចង់ឲ្យគេស្មោះត្រង់អ្នកមិនត្រូវភូតភរឬលាក់បាំងរឿងមិនត្រឹមត្រូវពីពួកគេឡើយមនុស្សមើលទង្វើរបស់អ្នកខ្លាំងជាងស្ដាប់សម្ដីរបស់អ្នកភាពច្បាស់លាស់និងតម្លាភាពការប្រឆាចពីភាពសង្ស័យធ្វើឲ្យមនុស្សធ្វើការដោយស្ងប់ចិត្តនៅពេលមានបញ្ហាឬការផ្លាស់ប្ដូរក្នុងក្រុមហ៊ុនចែករំលែកព័ត៌មានដោយស្មោះត្រង់ការលាក់បាំងបង្កើតឲ្យមានការភ័យខ្លាចនិងព័ត៌មានចចាមអារាមការរក្សាពាក្យសន្យាកុំសន្យារឿងដែលមិនអាចបង្កើតបានទោះជាការសន្យាតូចតាចដូចជាការណាត់ជួបឬការផ្ដល់រង្វាន់បន្តិចបន្តួចក៏ដោយនៅពេលអ្នកធ្វើតាមពាក្យសន្យានោះអ្នកកំពុងសាងសង់ធនាគារទំនុកចិត្តនៅក្នុងចិត្តរបស់ពួកគេហើយមេរៀនទី2ការស្វែងយល់ពីចិត្តសាស្ត្រនៃការបំផុសគំនិតមនុស្សធ្វើការមិនមែនដើម្បីតែប្រាក់ខែមួយមុខនោះទេប្រាក់ខែគ្រាន់តែជាកត្តាបំពេញតម្រូវការប្រចាំថ្ងៃប៉ុន្តែបេះដូងនិងកម្លាំងចិត្តកើតចេញពីកត្តាខាងក្នុងផ្លាស់ប្ដូរពីការបញ្ជាមកជាការប្រាប់ពីមូលហេតុនៅពេលគ្រប់ភារកិច្ចកុំគ្រាន់តែនិយាយថាធ្វើអានឹងឲ្យខ្ញុំប៉ុន្តែត្រូវពន្យល់ថាហេតុអ្វីបានជាការងារនេះសំខាន់ហើយវាជួយដល់ក្រុមហ៊ុនឬអតិថិជនយ៉ាងដូចម្តេចនៅពេលមនុស្សយល់ពីតម្លៃនៃការងារពួកគេនឹងធ្វើវាដោយមោទនភាពបង្កើតអារម្មណ៍ថាជាម្ចាស់នៅពេលបុគ្គលិកមានអារម្មណ៍ថាគម្រោងនេះជារបស់គេមិនមែនជារបស់ចៅហ្វាយគេនឹងការពារនិងប្រឹងប្រែងធ្វើវាឲ្យល្អបំផុតមេរៀនទី3សិល្បៈនៃការផ្ដល់អំណាចនិងសេរីភាពគ្មាននរណាម្នាក់ចូលចិត្តការគ្រប់គ្រងដែលតាមស្ទាក់ឬតាមចុចពិនិត្យគ្រប់ជំហាននោះទេការធ្វើបែបនេះបំផ្លាញទំនុកចិត្តនិងភាពច្នៃប្រឌិតរបស់មនុស្សផ្ដល់លទ្ធផលដែលចង់បានតែបើកសេរីភាពលើវិធីសាស្ត្រប្រាប់ពួកគេពីគោលដៅចុងក្រោយដែលអ្នកត្រូវសម្រេចចិត្តរួចបណ្ដាលឲ្យពួកគេប្រើប្រាស់សមត្ថភាពនិងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដើម្បីទៅដល់ទីនោះផ្ដល់សិទ្ធិអំណាចក្នុងការសម្រេចចិត្តអនុញ្ញាតឲ្យពួកគេសម្រេចចិត្តលើកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបើគ្រប់រឿងតូចតាចត្រូវរងចាំតែអ្នកអនុម័តពួកគេនឹងក្លាយជារ៉ូបូតដែលចាំតែបញ្ជាមិនមែនជាអ្នកធ្វើការដោយស្ម័គ្រចិត្តឡើយមេរៀនទី4ប្រព័ន្ធនៃការកោតសរសើរនិងការផ្ដល់តម្លៃតម្រូវការដ៏ធំបំផុតមួយរបស់មនុស្សជាតិគឺតម្រូវឲ្យគេទទួលស្គាល់និងផ្ដល់តម្លៃសរសើរនៅចំពោះមុខណែនាំនៅកន្លែងស្ងាត់នៅពេលបុគ្គលិកធ្វើបានល្អចែករំលែកសេចក្តីសរសើរនោះនៅចំពោះមុខក្រុមការងារវាបង្កើតឲ្យមានមោទនភាពនិងកម្លាំងចិត្តការសរសើរចំនិងទាន់ពេលវេលាកុំរងចាំដល់ចុងឆ្នាំទើបសរសើរបើគេធ្វើបានល្អថ្ងៃនេះនិយាយពីអរគុណនិងកោតសរសើរនៅថ្ងៃនេះនិយាយឲ្យចំពីអ្វីដែលគេធ្វើបានល្អមិនមែនសរសើរជារួមនោះទេការផ្ដល់ផលតបស្នងសមរម្យការសរសើរដោយសម្ដីជារឿងល្អប៉ុន្តែវាកាន់តែមានន័យបើអមដោយការមើលថែជីវភាពឬការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដែលស័ក្តិសមនឹងការខិតខំរបស់ពួកគេមេរៀនទី5ការគ្រប់គ្រងការលូតលាស់និងគោលដៅជីវិតអ្នកដឹកនាំដ៏អស្ចារ្យមិនមែនប្រើមនុស្សដើម្បីពង្រីកអាជីវកម្មនោះទេប៉ុន្តែគឺប្រើអាជីវកម្មដើម្បីអភិវឌ្ឍមនុស្សស្វែងយល់ពីក្តីស្រមៃផ្ទាល់ខ្លួនរបស់ពួកគេសួរពួកគេថាតើអ្នកខ្លាចជាអ្វីឬចង់ទៅដល់ណាក្នុង3ទៅ5ឆ្នាំខាងមុខ
ជាប់គោលដៅបុគ្គលិកជាមួយគោលដៅក្រុមហ៊ុនបង្ហាញពួកគេឲ្យឃើញថាការខិតខំធ្វើការឲ្យក្រុមហ៊ុនជោគជ័យគឺជាផ្លូវដែលនាំឲ្យក្តីស្រមៃផ្ទាល់ខ្លួនរបស់ពួកគេសម្រេចដូចគ្នានៅពេលផ្លូវទាំងពីរនេះដើរទន្ទឹមគ្នាពួកគេនឹងធ្វើការដោយបេះដូងវិនិយោគលើចំណេះដឹងផ្ដល់ការបណ្ដុះបណ្ដាលផ្ដល់សៀវភៅឬឱកាសរៀនសូត្រថ្មីមេរៀនទី6ការបង្កើតតំបន់សុវត្ថិភាពផ្លូវចិត្តតើបុគ្គលិករក្សាភាពស្មោះត្រង់បានដោយរបៀបណាបើពួកគេរស់នៅក្នុងភាពភ័យខ្លាចបើកចិត្តទទួលយកកំហុសឆ្គងនៅពេលមានកំហុសកើតឡើងកុំប្រញាប់បន្ទោសឬទម្លាក់កំហុសលើបុគ្គលិកផ្ដោតលើការដោះស្រាយបញ្ហានិងរៀនសូត្រពីកំហុសនោះឈរនៅពីមុខនៅពេលមានអាសន្ននៅពេលមានការរិះគន់ពីខាងក្រៅឬពីអតិថិជនអ្នកដឹកនាំត្រូវចេញមុខការពារក្រុមនៅពេលមានជោគជ័យត្រូវរុញក្រុមឲ្យទៅមុខដើម្បីទទួលពន្លឺទង្វើបែបនេះនឹងទាញយកបេះដូងនិងភាពស្មោះត្រង់របស់ពួកគេមកឲ្យអ្នកឥតជារៀងរហូតស្ដាប់ដោយយកចិត្តទុកដាក់បង្កើតបរិយាកាសដែលពួកគេហ៊ាននិយាយរឿងពិតហ៊ានជំទាស់ឬផ្ដល់គំនិតកែលម្អដោយមិនព្រួយបារម្ភពីការសងសឹកឬការអន់ចិត្តសេចក្តីសន្និដ្ឋានបណ្ដាំចុងក្រោយប្រិយមិត្តទាំងអស់គ្នាការបង្កើតក្រុមការងារដែលធ្វើការដោយស្មោះត្រង់និងស្ម័គ្រចិត្តមិនមែនជារឿងដែលអាចកើតឡើងក្នុងរយៈពេលមួយយប់នោះទេវាទាមទារពេលវេលាការអត់ធ្មត់និងក្តីស្រឡាញ់ប្រកបចេញពីក្នុងចិត្តនិងក្តីស្រឡាញ់ពិតប្រាកដចេញពីអ្នកដឹកនាំចងចាំថាបើអ្នកមើលថែបុគ្គលិករបស់អ្នកឲ្យបានល្អពួកគេនឹងមើលថែអាជីវកម្មនិងអតិថិជនរបស់អ្នកបានយ៉ាងល្អឥតខ្ចោះសូមអរគុណសម្រាប់ការទស្សនានិងការស្ដាប់វីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានមេរៀនដឹកនាំនិងការអភិវឌ្ឍខ្លួនជាច្រើនទៀតតើអ្នកចូលចិត្តចំណុចមួយណាជាងគេសូមបញ្ចេញមតិ Comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា